ខណៈដែលវិស័យផ្សេងៗមួយចំនួនក្នុងសង្គមកំពុងតែមានការរីកចម្រើនសិល្បៈសៀកហាក់នៅទ្រឹងនៅឡើយការខ្វះការយល់ដឹងការមិនគាំទ្រការមិនឲ្យតម្លៃលើសិល្បៈសៀកពីមហាជនគឺជាកត្តាចម្បងមួយដែលធ្វើឲ្យសិល្បៈមួយនេះនៅកម្ពុជាមិនទាន់អភិវឌ្ឍទៅមុខនេះគឺជាការលើកឡើងរបស់នាយិកាសាលាសៀកជាតិនៅក្នុងរោងសៀកស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនសិល្បករដនសុធីវ៉ាន់កំពុងតែលោតវឹកហាត់ជាមួយនឹងឧបករណ៍ព្រមទាំងសិស្សដទៃទៀតក្រោមការវឹកហាត់ពីសាស្ត្រាចារ្យជនជាតិបរទេសសិស្សអាយុ20ឆ្នាំបានចូលសិក្សាផ្នែកសៀកនៅសាលាជាតិរយៈពេល8ឆ្នាំមកហើយសម្រាប់លោកសុធីវ៉ាន់វាគឺជារឿងចៃដន្យមួយដែលនាំឲ្យគាត់ចូលទៅក្នុងសិល្បៈសៀកលោកបាននិយាយថាកាលពីដំបូងលោកមិនដឹងថាសៀកគឺជាអ្វីនោះទេប៉ុន្តែដោយសារតែបងស្រីរបស់គាត់បានប្រាប់ហាត់និងគាត់បានណែនាំទៅមើលនៅពេលដែលឃើញគេសម្ដែងលោកគិតថាមនុស្សទូទៅមិនងាយនឹងធ្វើបានឡើយមិត្តភ័ក្តិបងប្អូនឃើញថាសៀកនេះអស្ចារ្យក៏បានជួយជ្រោមជ្រែងរំញោចទឹកចិត្តរបស់លោកឲ្យចូលវឹកហាត់សិល្បៈសៀកទោះបីជាយ៉ាងណាក៏ដោយលោកសុធីវ៉ាន់មិនទាន់ដឹងថានៅថ្ងៃអនាគតមានអ្នកគាំទ្រវិស័យសៀកនេះកម្រិតណានោះទេលោកទទួលស្គាល់ថាវិស័យសៀកនៅកម្ពុជានាពេលបច្ចុប្បន្នមិនទាន់រីកចម្រើននៅឡើយនោះទេដោយសារតែមហាជនភាគច្រើនមិនទាន់យល់មិនទាន់ស្គាល់និងមិនទាន់ឲ្យតម្លៃលើសិល្បៈមួយនេះលោកថានៅពេលដែលខ្វះការគាំទ្រចំនួនសិស្សចូលហាត់ក៏នៅតែកាន់តែតិចទៅរហូតដល់គ្មានសិស្សសោះតែម្ដងក្នុងមួយឆ្នាំលោកបាននិយាយថាកាលពីប្រហែលឆ្នាំមុនយើងមានសិស្សចូលរៀននៅក្នុងឆ្នាំមានពី20ទៅ30នាក់ប៉ុន្តែប្រហែលឆ្នាំចុងក្រោយសាលាសៀកគឺគ្មានសិស្សចូលរៀននោះទេមូលហេតុទី1គឺនៅពេលដែលរៀនចប់សិស្សទាំងនោះពិបាករកការងារធ្វើប្រកាសណាស់កត្តាកង្វះខាតរួមមានការគ្រប់គ្រងបច្ចេកទេសសម្ភារៈថវិកាទីតាំងហាត់រៀននិងឆាកសម្ដែងលោកបានពន្យល់លម្អិតថាកង្វះអ្នកជំនាញផ្នែកទីផ្សារក្នុងការស្វែងរកអ្នកឧបត្ថម្ភការសម្ដែងរបស់សិស្សគឺជាកត្តារាំងស្ទះធ្វើឲ្យវិស័យមួយនេះមិនរីកចម្រើនចំណែកឯមហាជនវិញក៏មិនសូវមានការទស្សនាគាំទ្រសិល្បៈសៀកខ្មែរដែរសាលាជាតិសៀកដែលចំណុះឲ្យសាលាមធ្យមសិក្សាវិចិត្រសិល្បៈត្រូវបានបង្កើតក្នុងឆ្នាំ1981សិស្សត្រូវសិក្សាហាត់រៀននៅសាលានេះរយៈពេល9ឆ្នាំមុននឹងទទួលបានសញ្ញាបត្រសិល្បៈសៀកនិងទទួលស្គាល់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីកន្លងទៅថ្មីនេះការរៀបចំដោយអង្គការហ្វាពន្លឺសិល្បៈគឺជាការបង្ហាញនៅការរឹតចំណងមិត្តភាពរៀនសូត្រពីគ្នាទៅវិញទៅមកជាពិសេសគឺនិមិត្តរូបនៃការផ្លាស់ប្ដូររវាងសិល្បករខ្មែរនិងបរទេសសិល្បករកម្ពុជាដែលចូលរួមមានមកពីអង្គការហ្វាសាលាជាតិសៀកដែលឡែកអ្នកចូលរួមភាគច្រើនជាបរទេសលោកបានបញ្ជាក់ថាការចូលរួមរបស់សិស្សសាលាសៀកក្នុងព្រឹត្តិការណ៍នីមួយៗគឺបានផ្ដល់នូវបទពិសោធន៍និងការលើកទឹកចិត្តឲ្យសិស្សបន្តហាត់រៀនសិល្បៈសៀកដើម្បីជ្រាបចូលទៅក្នុងស្រទាប់មហាជនខ្មែរជាបណ្ដើរសហគ្រាសសៀកហ្វាទទួលបានជោគជ័យខុសប្លែកពីសាលាជាតិសៀកដោយកំពុងតែប្រឈមមុខនឹងការខ្វះខាតសិស្សថ្មីកង្វះឱកាសថាវិការក្នុងការរៀបចំសម្ដែងទោះបីជាយ៉ាងណាក៏ដោយសិល្បៈសៀកខ្មែរនៅតែជាបេតិកភណ្ឌសិល្បៈមួយដែលត្រូវការទទួលស្គាល់គាំទ្រនិងការអភិវឌ្ឍបន្ថែមទៀតពីសង្គមទាំងមូលដោយខ្ញុំបាទសុផានិត RVA ខ្មែរសំឡេងនៃសេចក្តីពិត